នេះគឺជាកាមេរ៉ាចេញថ្មីរបស់ Canon គឺ Canon EOS R5 Mark II វាជាកាមេរ៉ាដែលអាប់ដេតជាងចំនួនមុនគឺ EOS R5 Mark I ហើយបាត់តែយើងប្រើ lens ទលាយមែនតែប្លង់យើងបែប close up យើងហៅថា close up portrait ជាមួយនឹង lens wide អញ្ចឹងយើងបានទេសភាពរៀងច្រើនហើយឃើញមនុស្សក៏រៀងធំដែរនេះប្លង់នេះខ្ញុំយក flare តិចសិននេះអញ្ចឹងហើយខ្ញុំថតយកថ្ងៃចាំងចូល flare បន្តិចដើម្បីឲ្យឃើញចាំងលើសក់នេះប៉ុណ្ណេះលយបណ្ដោយសម្រាប់លក្ខណៈពិសេសរបស់កាមេរ៉ាចេញថ្មីនេះគឺទំហំ sensor 45 megapixel សម្រាប់ការថត photo សម្រាប់ការថត photo នេះដែរគឺ burst frame rate រហូតដល់30 frame ក្នុង1វិនាទីនៅពេលដែលយើងប្រើជា electronic shutter ហើយ12 frame ក្នុង1វិនាទីនៅពេលដែលយើងប្រើជា mechanical shutter អូខេ1 2 3ដើមណាអញ្ចឹងខ្ញុំចុច12 frame ក្នុង1វិនាទីឥឡូវយើងថតឲ្យលឿនផុតខ្ញុំចូលទៅកន្លែង dry mode នេះខ្ញុំយក H ហើយបន្តមកទៀតកន្លែងដែលនៅខាងក្រោមនេះ shutter type នេះ shutter mode នេះខ្ញុំយក electronic អញ្ចឹងដើម្បីលឿនផុតអញ្ចឹងអានេះគឺ30ហើយតោះអូខេពេចមកកដាលហ្នឹងហើយឈប់តោះអូខេ1 2 3តោះកាយផ្កាគឺ black out free ហ្មងអត់មានអាលុតអីទេគឺឃើញរហូតឃើញទេសម្រាប់កាមេរ៉ានេះគឺយើងអាចប្រើកម្រិត ISO ចាប់ពី100 ISO រហូតដល់51200កម្រិត ISO អានេះគឺជា native ISO មានន័យថាវាអត់ត្រូវការ boost អីទៀតទេគឺកម្រិតប៉ុណ្ណឹងគឺ native ISO range បើសិនជាយើងក៏លេខមើលអំពីលក្ខណៈពិសេសទៅលើផ្នែកវីដេអូវិញគឺវាអាចថតរហូតដល់ 8K 60 frame ក្នុងកម្រិត raw video តែម្ដងប៉ុន្តែនៅក្នុងវីដេអូនេះដែលអ្នកទាំងអស់គ្នាមើលឃើញឧទាហរណ៍ផ្សេងៗគឺយើងថតនៅក្នុងកម្រិត 8K 30 frame ជា compression format នៅក្នុងកម្រិត bitrate 540 megabit ក្នុង1វិនាទីប៉ុន្តែក្នុងករណីដែលយើងថត raw video យើងត្រូវការប្រើ memory ដែលលឿនខ្លាំងទើបយើងអាចទប់ទល់ជាមួយនឹងទំហំវីដេអូដែលធំព្រោះដោយសារកាមេរ៉ានេះប្រើប្រភេទ memory C Express Type B សម្រាប់ការថតវីដេអូជា raw file ឬក៏យើងថតកម្រិតវីដេអូដែលមាន bitrate ខ្ពស់សម្រាប់ការថតទូទៅធម្មតាគឺយើងប្រើជា SD card ព្រោះដោយសារកាមេរ៉ានេះគឺមានកន្លែងដាក់ memory slot នឹងចំនួន2មួយគឺ SD មួយទៀតគឺ C Express Type B ឥឡូវយើងមកតេស្តពីគុណភាពទី1គឺ 8K 25 frame ហើយខ្ញុំថត color profile C-Log 2ឥឡូវបន្ទាប់មកខ្ញុំនឹងដូរទៅជា 4K ម្ដងឥឡូវខ្ញុំនឹងតេស្ត slow motion ជាមួយនឹង100 frame ហើយ 4K ហើយខ្ញុំឲ្យគាត់អន្លោះសក់មកហើយយើងចាប់ slow motion លយហ្មងណាឥឡូវចាំអន្លោះសក់នេះណា2 3កាមេរ៉ាមួយនេះបើសិនជាយើងការប្រើប្រាស់ហ្មងគឺល្អមែនតើសម្រាប់ដែលយើងថត content គឺយកទៅថត content កប់ហ្មងកម្រិតប៉ុណ្ណឹងហើយបើសិនជាយើងយកថត short film ឬក៏យើងយកថត MV ទៀតគឺល្អមែនតើជាលក្ខណៈពិសេសបន្ថែមគឺនៅពេលដែលយើងថត 8K ហ្នឹងគឺវាប្រើទំហំ sensor ទាំងមូលតែម្ដងគឺមិនមានការគ្របអីទេហើយនៅពេលដែលយើងថត 4K ក៏ដោយគឺវាអាចថតដល់120 frame ក្នុង1វិនាទីហើយក៏អត់មានគ្របអីដែរគឺប្រើទំហំ sensor ពេញដដែលសម្រាប់ការថតវីដេអូកម្រិត 4K នេះទៀតគឺយើងមានជម្រើសនៅក្នុងការប្រើប្រាស់ទំហំវីដេអូ 8K បង្រួមទៅជា 4K លក្ខណៈពិសេសនេះធ្វើឲ្យគុណភាពវីដេអូច្បាស់ខ្លាំងបានល្អតែម្ដងហើយក៏យើងមានជម្រើសមួយផ្សេងទៀតគឺយើងថត 4K កម្រិត quality ធម្មតាប្រើលក្ខណៈពិសេសមួយគឺយើងហៅថា line skipping អញ្ចឹងគឺធ្វើឲ្យការប្រើទំហំ sensor មិនទាន់អស់សមត្ថភាពទេនេះគឺជាលក្ខណៈមួយនៅក្នុងភាពបត់បែននៅក្នុងករណីមួយចំនួនយើងចង់ថតវីដេអូឲ្យបានយូរម៉ោងប្រើ memory តិចឬក៏លក្ខណៈពិសេសដែលយើងចង់បានគុណភាពច្បាស់ចំពោះការថតវីដេអូយើងអាចថតជា raw ឬក៏ជា compression format H.264 និង H.265 ហើយកម្រិត compression ជា intra frame ឬក៏ជា long GOP បានសម្រាប់អ្នកដែលចង់ថតវីដេអូហើយចង់ដឹងលក្ខណៈពិសេសលម្អិតកន្លែងហ្នឹងឥឡូវយើងនឹងប្រៀបធៀបពីនឹង 8K និង 4K ខ្ញុំដាក់ពណ៌រួចហើយបើស្អីយើងមើលពីចម្ងាយដូចជាស្តៀងគ្នាតែយើងមើលឲ្យជិតហ្មងទើបដឹងថាមិនធម្មតា 8K នេះគ្នាអាចមើលអញ្ចាំងបានអញ្ចាំងខាង 4K ហ្នឹងគឺ blur ហើយអញ្ចាំងខាង 8K ហ្នឹងច្បាស់ចេះឃើញរូបឃើញចម្លាក់ឃើញហ្នឹងហើយគឺជាភាពច្បាស់នៃគ្នាតែឆ្ងល់វីដេអូ 8K 4K HD មិនគឺខុសគ្នាបែបហ្នឹងកាមេរ៉ា Canon EOS R5 Mark II នេះណាទំហំ sensor របស់វារហូតដល់45 megapixel អញ្ចឹងកម្រិតនៃការថតរូបភាពគឺច្បាស់ខ្លាំងមែនទែនអ្វីដែលសំខាន់គុណភាពរបស់វាគឺវាធ្វើឲ្យការថតរូបភាពបើជា file JPEG គឺវាធ្វើឲ្យ smooth ស្អាតកន្លែង transition ពី highlight ទៅកន្លែង shadow ហ្នឹងគឺឃើញ smooth ល្អហ្មង
ហើយបើសិនជាយើងថតជា far raw គឺវាអាចរក្សាទិន្នន័យឬក៏ព័ត៌មាននៅកន្លែងផ្សេងៗដូចជាកន្លែងដែលល្ងិតខ្លាំងកន្លែងដែលភ្លឺខ្លាំងគឺយើងអាចទាញពន្លឺថែមពណ៌ថែមអីបានល្អខ្លាំងមែនទែនអញ្ចឹងនេះគឺជាលក្ខណៈពិសេសដែលខ្ញុំបានថតតេស្តសាកល្បងជាមួយនឹងកាមេរ៉ា Canon EOS R5 Mark II EOS R5 Mark II នេះមានលក្ខណៈពិសេសហើយនឹងកម្លាំងខ្លាំងបែបហ្នឹងដោយសារវាមាន image processing engine នៅក្នុងនោះចំនួនដល់ទៅ2មួយគឺ DGX ហើយមួយទៀតគឺ DGX acceleration processor ដែលធ្វើឲ្យការថត photo និង video បានកម្រិតល្អទាំងកម្រិតគុណភាពច្បាស់ហើយជាមួយនឹង high resolution photo ព្រមទាំងកម្រិត video raw ហើយជាមួយនឹង video high frame rate ចំពោះ processor នេះគឺជួយទៅដល់ការចាប់ auto focus ដូចគ្នាដែរដែលកាមេរ៉ានេះគឺមានលក្ខណៈពិសេសនៅក្នុងការចាប់ auto focus ដោយវាមានទម្រង់ចំណុចចាប់ focus នៅលើទំហំ sensor ទាំងមូលហ្នឹងរហូតដល់ 5850 ចំណុចតែម្ដង EOS R5 Mark II នេះមានប្រព័ន្ធចាប់ auto focus ឆ្លាតវៃអញ្ចឹងវាស្គាល់ទម្រង់ auto ឬក៏យើងកំណត់ជាមនុស្សឬក៏រថយន្តឬក៏សត្វអីគឺវាអាចចាប់សកម្មភាពនឹងបានតន់រហ័សល្អដោយដែលខ្ញុំបង្ហាញនេះយើងថតជាមួយនឹងសត្វក៏វាស្គាល់ដែរចាប់ភ្នែកហ្មងហើយយើងដូរទម្រង់ subject ទៅជាមនុស្សវិញក៏វាចាប់ត្រង់ភ្នែកហ្នឹងដែរហើយមានកាយវិការផ្លាស់ប្ដូរមិនគឺវាចាប់ជាប់ភ្នែកហ្នឹងហ្មង auto focus គឺថាស្អិតហ្មងហើយលក្ខណៈពិសេសមួយទៀតហ្នឹងគឺវាមានការចាប់ auto focus ដោយភ្នែកមានន័យថាបើសិនជាភ្នែកយើងសម្លឹងទៅលើរបស់អីមួយវានឹងចាប់ auto focus ទៅលើចំណុចហ្នឹងតែម្ដងហ្នឹងគឺជាលក្ខណៈពិសេសធ្វើឲ្យការថតមានភាពងាយស្រួលជាពិសេសគឺក្នុងករណីដែលយើងថតបែបកីឡាប៉ុន្តែបើសិនជាយើងថតបែបទូទៅធម្មតាមិនបាច់បើកមុខងារហ្នឹងក៏បានដែរចំពោះប្រព័ន្ធទប់លំនឹងវិញកាមេរ៉ានេះគឺមាន image stabilization ដែលយើងហៅថា in body image stabilization IBIS ហើយក៏វាអាចប្រើភ្ជាប់ជាមួយនឹង lens ដែលមាន image stabilization ដែរអញ្ចឹងធ្វើឲ្យការទប់លំនឹងរវាង lens ហើយជាមួយនឹងតួហ្នឹងរហូតដល់ 8.5 stop ឯណោះអញ្ចឹងនៅពេលដែលយើងថតជា photo ក៏យើងអាចតម្លាក់ល្បឿនទាបហើយបើសិនជាយើងថតវីដេអូក៏វាអាចជួយទប់លំនឹងវីដេអូរបស់យើងមិនឲ្យមើលទៅឃើញញ័រទៅអញ្ចឹងដែរបើសិនជាយើងថតកាន់ដៃក្នុងករណីដែលដើរម៉មឬករណីដែលយើងថតប្លង់ស្ងៀមគឺយើងអត់ចាំបាច់ប្រើ tripod ដែរគឺវាអាចជំនួសជាមួយនឹង tripod បានម្ដងនេះប្លង់នេះគឺបើក stabilize ដែរប៉ុន្តែគ្រាន់តែប្លង់យើងអត់ដើរទេប្លង់យើងនៅស្ងៀមហ្មងកាយវិការងាកអំបិលអីចឹងទៅហ្នឹងអូខេលុយឯនេះខ្ញុំអំបិលកាន់តិចតួចចឹងគឺថាវីដេអូនឹងហ្មងដើរនេះបន្តិចណាមកខាងនេះមកចូលមកខាងនេះឲ្យដើរមកខាងនេះហ្នឹងហើយអូខេលុយតម្រងចឹងចំណុចសំខាន់ទាំងនេះគឺធ្វើឲ្យការប្រើប្រាស់ទៅលើកាមេរ៉ានេះមានភាពងាយស្រួលបើសិនជាយើងមើលទម្រង់រូបរាងវិញគឺរូបរាងវាស្តៀងជាមួយនឹង Canon model ផ្សេងទាំងអស់គ្រាន់ថាសម្រាប់ EOS R5 Mark II នេះរាងវារៀងធំជាងគេបន្តិចហើយ button layout របស់វានៅខាងក្រោយនេះគឺមាន button ផ្សេងដើម្បីឲ្យការប្រើប្រាស់របស់យើងមានភាពងាយស្រួលបើសិនជាអ្នកធ្លាប់ប្រើ Canon យើងគ្រាន់តែកលេចមកភ្នែកទៅគឺយើងដឹងអំពីការប្រើប្រាស់នឹងតែម្ដងព្រោះ layout ហើយជាមួយនឹងនិមិត្តសញ្ញាដែលបង្ហាញនេះគឺដូចគ្នាជាមួយនឹង model ដែលចេញពីមុនដូចជា R5 ឬក៏ EOS R6 Mark II អីចឹងជាដើមប៉ុន្តែវាមានលក្ខណៈខុសគ្នាមួយត្រង់ថាចំណុចនេះវាថែមអាបកគោលនេះមួយដែលធ្វើឲ្យការចុចក្នុងការ cut focus point យើងផ្សេងហ្នឹងមានភាពងាយស្រួលហើយវាមាន button ច្រើនសម្រាប់ឲ្យយើងចុចឬក៏យើង assign custom function តម្រូវជាមួយនឹងការប្រើប្រាស់របស់យើងអញ្ចឹងណាផ្នែកខាងលើនេះគឺវាមាន LCD មួយទៀតដែលបង្ហាញអំពី setting ដូចជា shutter speed aperture ISO setting ហើយជាមួយនឹង shooting mode គឺវាបង្ហាញលើហ្នឹងចំពោះ LCD ខាងលើនេះវិញគឺវាបង្ហាញរហូតតែម្ដងនៅពេលដែលយើងដាក់ថ្មតតែយើងដកថ្មចេញហ្មងទៅវាបាត់សញ្ញាផ្សេងអញ្ចឹងកុំឆ្ងល់ពេលដែលយើងឃើញមានអក្សរ M មានសញ្ញា Bluetooth លើហ្នឹងគឺជារឿងធម្មតាទេហើយផ្នែកខាងលើនេះវិញគឺមាន hot shoe អានេះកន្លែងដែលដោត flash ហ្នឹងយើងហៅថា hot shoe ហើយក៏វាជា multimedia port ដែរមានន័យថាយើងអាចដោតជាមួយនឹង microphone ឬក៏ជាឧបករណ៍ផ្សេងទៀតដែលវា support ជាមួយនឹង Canon multi interface device អញ្ចឹងអត់ចាំបាច់ដោតខ្សែទេចំពោះ hot shoe flash នេះវិញគឺយើងអាចប្រើជាមួយនឹង trigger ឬក៏ flash ខាងក្រៅបានហើយវា support maximum sync speed រហូតដល់1លើ250វិនាទី EOS R5 Mark II នេះវិញគឺមានទំហំអេក្រង់ 3.2 អ៊ីនហើយមាន resolution 2.1 លាន dot អញ្ចឹងវាបង្ហាញរូបភាពច្បាស់ល្អ EOS R5 Mark II នេះគឺប្រើប្រភេទថ្ម LPE 6ជាប្រភេទថ្មស៊េរីថ្មីប៉ុន្តែក៏វាអាចប្រើជាមួយនឹងថ្មស៊េរីមុនដូចជាប្រភេទ LP6 LP6E LP6N ហើយជាមួយនឹង LP6P នេះគឺប្រើបានទាំងអស់ប៉ុន្តែគ្រាន់តែថានៅពេលដែលយើងប្រើជាមួយនឹងប្រភេទថ្មចេញថ្មីនេះវាផ្ដល់ប្រសិទ្ធភាពកម្លាំងថ្មខ្លាំងជាងថ្មស៊េរីមុនប៉ុន្តែដោយសារប្រភេទកាមេរ៉ានេះជាប្រភេទ EOS R system អញ្ចឹងវាអត់ដូចគ្នាជាមួយនឹង lens ស៊េរីចាស់ឬក៏ lens DSLR ស៊េរីមុនទេនេះគឺជាប្រភេទ RS mount គឺជាប្រភេទ full frame ហើយប្រើជាមួយនឹង RS mount កាមេរ៉ានេះនៅពេលដែលយើងបើកសន្ទះថ្មនេះវិញវានឹងផ្ដាច់ប្រព័ន្ធភ្លើងហើយអញ្ចឹងដើម្បីការពារឲ្យយើងត្រូវដឹងហើយនៅពេលដែលយើងបើកប្រអប់ memory នេះក៏វាផ្ដាច់ក្នុងការ
ប្រើប្រាស់របស់យើងដែរអញ្ចឹងឲ្យយើងដឹងព្រោះកាមេរ៉ាខ្លះទៀតមិនមែនអញ្ចឹងទេអានេះគឺជាលក្ខណៈមួយដើម្បីការពារនៅក្នុងការប្រើប្រាស់របស់យើងដើម្បីកុំឲ្យពេលដែលយើងថតរូបភាពឬក៏វីដេអូទៅវាcorrupt file របស់យើងចំពោះផ្នែកខាងលើវិញបើសិនជាយើងមើលពី button layout វាមានភាពងាយស្រួលប្រើប្រាស់ជាងមុនត្រង់ថាកន្លែងកុងតាក់មួយនេះគឺយើងកាច់បិទបើកហើយជាមួយនឹង lock ការពារពេលដែលយើងប៉ះនៅ button ផ្សេងៗអញ្ចឹងយើងកាច់ lock ទៅគឺវាអត់ប៉ះជាមួយនឹង setting យើងនៅពេលដែលយើងប្រើប្រាស់ទេអាហ្នឹងគឺមុខងារបិទបើកហើយនឹង lock ហើយជាមួយនឹងការផ្លាស់ប្ដូរ mode ផ្សេងៗវាមាន button ចុចដើម្បីកុំឲ្យយើងចេះតែបង្វិលបានតាមតែចិត្តអញ្ចឹងណាអាហ្នឹងវាជាភាពងាយស្រួលមួយនៅក្នុងការប្រើប្រាស់ប៉ុន្តែមួយទៀតគឺនៅត្រង់ចំណុច switch ខាងនេះដែលធ្វើឲ្យយើងអាចផ្លាស់ប្ដូរពី photo mode ទៅ video mode អញ្ចឹងវាអត់លាយឡំគ្នាបើសេរីមុនកន្លែងប៊ូតុងបិទបើកនេះក៏ជាប៊ូតុងក្នុងការផ្លាស់ប្ដូរ photo និង video ដែរអញ្ចឹងពេលដែលយើងកាច់ទៅពេលខ្លះវាហួសយើងចង់ដូរទៅជា photo ឬក៏ដូរទៅជា video តែយើងកាច់ជ្រុលដល់បិទអញ្ចឹងណាប៉ុន្តែក្នុងករណីនេះប៊ូតុងបិទបើកផ្សេងកន្លែងកាច់ទៅជា photo video mode ហ្នឹងផ្សេងហើយចំពោះផ្នែកខាងឆ្វេងនេះវិញជាកន្លែងដែលយើងភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងចំពោះខាងនេះគឺវាមានជាមួយនឹង microphone jack ជាប្រភេទ 3.5 mm ហើយជាមួយនឹងរុនដោតកាសមួយដើម្បីយើងស្ដាប់សំឡេង monitor sound ហើយក៏មាន flash sync card flash នេះគឺគេលែងប្រើឲ្យប្រភេទ sync card សេរីចាស់ហ្នឹងហើយតែគាត់នៅមានដែរហើយនៅខាងនេះគឺមានប្រភេទ USB Type C ចំពោះ USB Type C នេះទៀតវាគឺជាប្រភេទ USB ល្បឿនលឿន 3.2 Gen 2 Type C សម្រាប់ការ copy វីដេអូ copy រូបភាពហើយជាមួយនឹងការសាកគឺយើងអាចដោតជាមួយនឹង USB Type C នេះបានបន្ថែមពីលើហ្នឹងគឺជាប្រភេទ full size HDMI មួយក្នុងការដែលយើងភ្ជាប់ទៅឧបករណ៍ live ឬក៏ជាឧបករណ៍ record យើងហៅថា monitor external record ហ្នឹងគឺយើងអាចដោតជាមួយនឹង full size HDMI នេះបានអញ្ចឹងដោយសារប្រភេទកាមេរ៉ានេះវាជាប្រភេទ professional level កាមេរ៉ាតម្រូវជាមួយនឹងការប្រើប្រាស់កម្រិតផ្លូវការអញ្ចឹងវាក៏មានតម្លៃថ្លៃដែរហើយសម្រាប់ការប្រើប្រាស់ក៏វាបំពេញនៅលក្ខខណ្ឌកម្រិតជំនាញជាមួយនឹងការប្រើប្រាស់របស់យើងដូចគ្នាដូចជាការថត short film ថត music video ឬកម្រិត production នេះគឺយើងអាចពឹងពាក់ទៅលើកម្រិតកាមេរ៉ា EOS R5 Mark II នេះបានប៉ុន្តែខ្ញុំចង់បញ្ជាក់បន្តិចនៅពេលដែលយើងថតលក្ខណៈ professional បែបនោះគឺយើងត្រូវថែមឧបករណ៍ផ្សេងៗទៀតដើម្បីឲ្យកាមេរ៉ានេះបញ្ចេញសមត្ថភាពកាន់តែខ្លាំងឧទាហរណ៍ដូចជា battery grip យើងអាចប្រើ battery grip ដែលអាចដាក់ថ្មបាន2ឬក៏ជា battery grip ដែលមានដង្ហែលក្នុងការជំនួយនៅពេលដែលយើងថតយូរកាត់បន្ថយកម្ដៅនៅក្នុងកាមេរ៉ានេះប៉ុន្តែវាទាមទារ grip បន្ថែមដើម្បីយើងអាចធ្វើឲ្យចរន្តខ្យល់ហ្នឹងវិលបានល្អធ្វើឲ្យកាមេរ៉ានេះថតបានកម្រិតខ្លាំងហើយយូរម៉ោងដោយមិនមានបញ្ហាអីទាំងអស់ហ្នឹងគឺជាព័ត៌មានសំខាន់ដែលពាក់ព័ន្ធជាមួយនឹង Canon EOS R5 Mark II អញ្ចឹងសង្ឃឹមថាការបង្ហាញនេះបានផ្ដល់នូវព័ត៌មានសំខាន់អំពីកាមេរ៉ា model ចេញថ្មី Canon EOS R5 Mark II ជាប្រភេទកាមេរ៉ាតម្រូវជាមួយនឹងការថតវីដេអូហើយជាមួយនឹងការថត photo